សូមរីករាយស្ដាប់កំសាន្តអារម្មណ៍និទានខ្មែររឿងបុរសចេះថ្នាំពឹសពោះចាស់ដំណើរតគ្នាមកថាមានថ្ងៃមួយនោះបុរសម្នាក់ឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះហើយឃើញខ្លាធំមួយស្លាប់ដោយជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយសារពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាក៏ស្រែកថងយាមយកថ្នាំមកដោះលាបឲ្យលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហើយដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយសារពស់ចឹកហើយយើងដោះថ្នាំលាបឲ្យបងឯងរស់តើខ្លាថាអញមានស្លាប់អីពស់ចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាពិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញាណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសឹមបងប្រហារជីវិតយើងបើយើងត្រូវទុកជីវិតឲ្យយើងខ្លាក៏ព្រមធ្វើតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាសូមបងទាំងពីរជួយអាណិតអាសូរយកអាយុជីវិតខ្ញុំផងព្រោះខ្លាដែលស្លាប់ដោយសារតែពស់ចឹកនោះបានរស់ឡើងវិញដោយសារតែយើងបានដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែកាត់សេចក្តីឲ្យបរោះនេះឈ្នះខ្លាប៉ុន្តែបើអញឲ្យបរោះនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលេងក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករត់តែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតក៏ប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ហើយក៏ប្រាប់ចៅសុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួបក្នុងគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់ទែងគ្នាអំពីរឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នោះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាក៏ទៅដេកតាមបង្គាប់របស់សុភាទន្សាយមួយសន្ទុះក្រោយមកពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅវិញឃ្លាមួយនៅក្នុងរឿងនេះគឺមានអត្ថន័យថាធ្វើគុណបានទោសរឿងនិទានខ្មែរអប់រំខ្លីនេះដកស្រង់ចេញពីសៀវភៅប្រជុំរឿងនិទានខ្មែរភាគទី1